សូមស្វាគមន៍ទស្សនិកជនជាទីមេត្រីជួបជាមួយនឹងខ្ញុំជាថ្មីម្ដងទៀតនៅក្នុងកម្មវិធី8នាទីដើម្បីសុខភាពរបស់ Channel Snap Event នៅថ្ងៃនេះនាងខ្ញុំបានពំនាំនៅអត្ថបទដ៏មានអត្ថប្រយោជន៍ថ្មីមួយទៀតមកជម្រាបជូនលោកអ្នកគឺអត្ថប្រយោជន៍របស់ផ្កាខាត់ណាប្រិយមិត្តទាំងអស់គ្នាដឹងទេថាខាត់ណាមានអត្ថប្រយោជន៍និងគុណសម្បត្តិច្រើនណាស់ចំពោះសុខភាពចង់ដឹងថាវាមានលក្ខណៈពិសេសយ៉ាងណាសូមរីករាយស្ដាប់ជាមួយនឹងខ្ញុំទាំងអស់គ្នាផ្កាខាត់ណាជាបន្លែមួយប្រភេទដែលមនុស្សភាគច្រើនតែងតែចូលចិត្តទទួលទានក្នុងអាហារប្រចាំថ្ងៃមិនតែប៉ុណ្ណោះវាក៏បានផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនសម្រាប់សុខភាពរបស់លោកអ្នកផងដែរខាងក្រោមនេះគឺជាអត្ថប្រយោជន៍សំខាន់ៗរបស់ផ្កាខាត់ណាអត្ថប្រយោជន៍ទី1ប្រឆាំងនឹងប្រតិកម្មអុកស៊ីតកម្មចំពោះផ្កាខាត់ណាមានផ្ទុកទៅដោយវីតាមីន C ម៉ាញ៉េស្យូមដែលជួយប្រឆាំងនឹងរ៉ាឌីកាល់សេរីផងដែរដូច្នេះអ្នកគួរតែព្យាយាមទទួលទានវាឲ្យបានច្រើននៅក្នុងរបបអាហារប្រចាំថ្ងៃរបស់លោកអ្នកអត្ថប្រយោជន៍ទី2ប្រឆាំងនឹងការរលាករោលផ្កាខាត់ណាគឺផ្ទុកទៅដោយវីតាមីន K អាស៊ីតខ្លាញ់អូមេហ្គា 3 ដែលវាអាចជួយប្រឆាំងនឹងបញ្ហាការរលាករោលលើរាងកាយរបស់អ្នកបានយ៉ាងល្អអត្ថប្រយោជន៍ទី3សម្បូរដោយជាតិសរសៃដោយឡែកនៅក្នុងផ្កាខាត់ណាក៏បានផ្ទុកនៅសារធាតុសរសៃជាង3ក្រាមផងដែរដូច្នេះអ្នកគួរតែទទួលទានផ្កាខាត់ណាសម្រាប់របបអាហាររបស់អ្នកដើម្បីស្រូបនៅសារធាតុសរសៃនិងវាជួយអ្នកលាងសម្អាតប្រព័ន្ធរំលាយអាហាររបស់លោកអ្នកបានច្រើនថែមទៀតផងអត្ថប្រយោជន៍ទី4កើនឡើងលំហូរឈាមជាការប៉ុណ្ណាផ្កាខាត់ណាអាចជួយរក្សាលំហូរឈាមរបស់អ្នកឲ្យបានល្អហើយវាក៏ជួយចែកចាយឈាមទៅកាន់សរីរាង្គសំខាន់ៗក្នុងខ្លួនរបស់លោកអ្នកបានយ៉ាងច្រើនផងដែរអត្ថប្រយោជន៍ទី5ផ្ទុកនៅវីតាមីនអ្នកប្រហែលជាមិនធ្លាប់ដឹងនោះទេវីតាមីន B គឺមាននៅក្នុងផ្កាខាត់ណាដែលវាជួយទប់ស្កាត់នៅបញ្ហាផ្សេងៗមួយចំនួនបាននៅក្នុងសារពាង្គកាយរបស់លោកអ្នកជាពិសេសនោះប្រសិនបើអ្នកកំពុងតែពពោះឬក៏មានគម្រោងចង់មានផ្ទៃពោះនោះផ្កាខាត់ណាគឺជាជម្រើសដ៏ល្អមួយសម្រាប់ទារកក្នុងផ្ទៃប៉ុន្តែលោកអ្នកត្រូវប្រាកដថាអ្នកទទួលទានវាជារៀងរាល់សប្តាហ៍ប្រិយមិត្តជាទីមេត្រីខាត់ណាពិតជាមានគុណសម្បត្តិនិងពិតជាមានអត្ថប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនដូច្នេះសូមស្វែងរកយកមកទទួលទានដើម្បីសុខភាពទាំងអស់គ្នានៅពេលនេះកម្មវិធី8នាទីដើម្បីសុខភាពសូមចប់ទៅត្រឹមនេះសូមប្រិយមិត្តកុំភ្លេចជួយចុច Like Share Subscribe Channel Snap Event ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតសូមអរគុណសូមគោរពលា